ប្រវត្តិសាស្ត្រថ្មីនឹកភ្ញាក់ផ្អើលជាខ្លាំងសម្រាប់វិស័យបកញ្ញានៅកម្ពុជា Biztheory មិនអាចដណ្ដើមជ័យលាភីលេខ1សម្រាប់ Microsmo Cambodia ឆ្នាំ2025បានឡើយបែរជាទទួលតំណែងលំដាប់រងទៅវិញនាងក៏ឆ្លើយតបវិញទៅកាន់អ្នកខបំណងទាំងឡាយដោយបែបនេះផងពិបាកចិត្តជំនួសខ្ញុំអញ្ចឹងកុំពិបាកចិត្តព្រោះដោយសារខ្ញុំអត់អីទេតែហ្វេនឡើងលុយយូរណាអូនខ្ញុំចង់បានស្បែកសឲ្យមានសុវត្ថិភាពចាំខ្ញុំនាំជាមួយនឹងលេធាមវាយមេប្រាក់ជាមួយនឹងស្ប៉ាស្បែកមាសបងប្អូនប្រើតាំងពីមកនេះចូលគ្នាជួយពន្លឺស្បែកយើងឲ្យសលឿនសបែបមានសុវត្ថិភាពមានសំណើមភ្លឺចេញពីខាងក្នុងតែម្ដងតែដែលបានផលលេធាមវាយមេប្រាក់ហើយគឺស្បែកសមាត់រលោងសបែបមានសុខភាពល្អនិងជួយព្យាបាលស្បែកខូចជាពិសេសគឺស្បែកដែលងាយរងប្រតិកម្មមានសុពលស្រីអបអរសាទរសម្រាប់តេឡេវីលំដាប់រងមីគឺស្មើឆ្នាំ2025ផងចង់ដឹងពីអារម្មណ៍ចំណាប់អារម្មណ៍ផងស្រីផងថ្មីផលិតទី1បន្ទាប់ពីខ្ញុំអត់ដែលធ្លាប់ចូលរំនៅអាពេលតាំងពីមុនមកពី Miss Cambodia មកប៉ុន្តែសួរថា set អត់ set ទេដោយសារតែខ្ញុំមានអារម្មណ៍ថាខ្ញុំ release ស្រាលខ្លួនខ្លាំងមែនតើបងពីព្រោះតាមពិតទៅខ្ញុំធ្លាប់ almost give up like អត់ចង់ពួកនឹងតាំងពីមុនចូលឆ្នាំពួកខ្ញុំធ្លាប់ប្រាប់ខាងកម្មវិធីដែរថាខ្ញុំមកនឹងនៅបន្តការប្រកួតរហូតដល់ចប់ប៉ុន្តែខ្ញុំនឹងអត់យកអីទាំងអស់អញ្ចឹងណាបងប៉ុន្តែពួកគាត់ encourage ខ្ញុំថាឲ្យប្រកួតទៅពួកគាត់ជឿជាក់លើខ្ញុំអញ្ចឹងណាបងហើយខ្ញុំក៏បន្តប្រកួតមកដល់ឥឡូវហ្នឹងហើយខ្ញុំក៏ព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំនៅក្នុងការប្រកួតនៅក្នុងរាត្រីនេះទោះបីខ្ញុំអត់ជាប់នៅ The Winner Miss Cosmo Cambodia ប៉ុន្តែខ្ញុំក៏នៅតែសប្បាយចិត្តពីព្រោះខ្ញុំបានធ្វើអស់ពីសមត្ថភាពរបស់ខ្ញុំហើយខ្ញុំទទួលបានការគាំទ្រនិងក្តីស្រឡាញ់ច្រើនខ្លាំងមែនតើហើយមួយទៀតខ្ញុំ release ដោយសារតែ I don't have the duty to responsibility anymore បើសិនជាខ្ញុំជាប់យុទ្ធនេះខ្ញុំត្រូវ take another responsibility like carry on the flag to the international stage but now I don't have to so I feel so released but also congratulations to our new winner Miss Cosmo Cambodia Saipi and I hope that she will do her best on the international stage now it is her time to shine and to Cambodia stage to the international stage. So yeah, just wish her all the best on her journey to Miss Cosmo 2025. បងមានអារម្មណ៍ថាបងចង់សួរជំនួសមួយតែសុំទូផងជាស្អីហ្វេនគឺចង់តំណែងឈ្នះមែនតើចាហើយតែពេលលទ្ធផលជាលំដាប់រងបើចិត្តតំណែងវិញចង់ឈ្នះចិត្តហ្មងចិត្តមិនចិត្តហ្មងដូចខ្ញុំនិយាយចឹងបងតាមពិតនៅ backstage មុនហ្នឹងបងក្រុមការងារក៏គាត់សួរខ្ញុំដែរថាខ្ញុំប្រាប់ថាខ្ញុំ nervous ខ្ញុំភ័យប៉ុន្តែខ្ញុំនឹងទទួលយកគ្រប់លទ្ធផលពីព្រោះដោយសារឯការប្រកួតវាតែងតែមានចាញ់មានឈ្នះហើយបើសួរថាខ្ញុំធ្វើល្អអស់ពីសមត្ថភាពរបស់ខ្ញុំអត់ខ្ញុំធ្វើអស់ហើយអញ្ចឹងទោះបីខ្ញុំបានធ្វើ first runner up ក៏ខ្ញុំអត់បញ្ហាទោះបីខ្ញុំជាប់ក៏ខ្ញុំសប្បាយចិត្តពីព្រោះដោយសារតែដូចខ្ញុំនិយាយចឹងខ្ញុំអត់ចាំបាច់ត្រូវមានទំនួលខុសត្រូវមួយទៀតដើម្បីទៅប្រកួតនៅ international stage ទេអញ្ចឹងខ្ញុំរៀង release ខ្ញុំជាប់ខ្ញុំនឹងត្រូវមានទំនួលខុសត្រូវមួយទៀតអញ្ចឹងខ្ញុំត្រូវរៀងហត់ជាងហ្នឹងអញ្ចឹងសម្រាប់ខ្ញុំគឺមានអារម្មណ៍ថាធូរស្រាលសម្រាប់ខ្លួនឯងហើយក៏ជូនបោះសេពីដែរសម្រាប់ទំនួលខុសត្រូវមួយនេះពីព្រោះដោយសារខ្ញុំធ្លាប់មានទំនួលខុសមុនមកច្រើនហើយអញ្ចឹងទោះបីលើកនេះខ្ញុំអត់ជប់ប៉ុន្តែខ្ញុំនៅតែសប្បាយចិត្តហើយក៏អបអរសាទរទៅកាន់ The Winner ដូចគ្នាបងចង់សួរជាមួយនេះផងដែរនៅពេលដែលប្រកួតវគ្គចុងក្រោយពេលហ្នឹងគឺហ្នឹងគឺមិនអូនឯងភ័យឬក៏គិតអត់ចេញឬក៏យ៉ាងម៉េចអូនឬក៏មានចេតនានៅថាឲ្យឬក៏យ៉ាងម៉េចអូនជួយជាឲ្យហ្វេនមកមួយហ្វេនតាមប៉ាត់បើសួរថាខ្ញុំភ័យ of course បងខ្ញុំជឿថាណាគេក៏ភ័យដែរបើសួរថាខ្ញុំដោយខ្ញុំក៏អត់ដឹងដែរប៉ុន្តែអ្វីដែលខ្ញុំបានធ្វើគឺខ្ញុំចេញពីចិត្តចេញពីបេះដូងរបស់ខ្ញុំវាមិនមែនជាអីដែលខ្ញុំ script ទុកអញ្ចឹងខ្ញុំមានអីខ្ញុំនិយាយណាស់អញ្ចឹងខ្ញុំសង្ឃឹមថានៅក្នុងប្រកួតនៅក្នុងថ្ងៃនេះអ្វីដែលខ្ញុំធ្វើនៅលើឆាកនឹងempower ទៅកាន់មនុស្សស្រីជាច្រើនដែលគាត់មើលមកខ្ញុំនិយាយចឹងថាខ្ញុំធ្លាប់ដួលច្រើនដងទៀតក៏អត់អីដែរ it's fine so yeah I'm just happy for the result and I'm okay guys I don't cry so don't worry គំនិតរបស់បងអូនក្នុងការ debate ចុងក្រោយគំនិតដូចជាការកាត់កម្មវិធីរបស់បងអូនណាគឺជាការគិតមុនពេលប្រឡងឬក៏ពេលដែលគិតហើយនៅពេលដែលឆ្លើយសំណួរនៅពេលគេសួរឬក៏យ៉ាងណានៅពេលកម្មវិធីភ្លាមឬក៏យ៉ាងណាអរេបងកណិតហ្នឹងគឺខ្ញុំមានហើយពីព្រោះដោយសារអីគឺយើងត្រូវ prepare advocacy របស់យើងតាំងពីព្រោះដោយសារយើងមានប្រកួតវគ្គ preliminary interview អញ្ចឹងយើងក៏ prepare នៅ advocacy របស់យើងហើយហ្នឹងធ្លាប់គិតមកយូរហើយខ្ញុំសុំលើកបន្តិចហ្នឹង inspire ចេញពីបងប៊ីខាងសង្ក្រាន studio ដោយសារតែគាត់ធ្លាប់ប្រាប់ខ្ញុំថាគាត់ចង់ធ្វើ talk show មួយខ្ញុំតែវាជាប្រភេទ talk show ផ្សេងឯដែលនិយាយពីរឿងអីផ្សេងអញ្ចឹងណាបងហើយខ្ញុំក៏នឹកឃើញរឿងណាចាគាត់ថាអូនឯងក្នុងនាមជាបងកញ្ញាជាមនុស្សម្នាក់ដែលមានឥទ្ធិពលគេនឹងមើលអូនឯងច្រើនតាមរយៈ talk show មួយហ្នឹងអញ្ចឹងខ្ញុំក៏យកមកគិតបើសិន
ប្រកួតនេះបើខ្ញុំរៀបចំ talk show មួយដែលអាច empower អ្នកដែលគាត់ចូលរួមកម្មវិធីពីព្រោះជាក់ស្ដែងនៅក្នុងកម្មវិធីហ្នឹងខ្ញុំចង់ធ្វើអញ្ចឹងមួយរយៈមុនដល់ពេលខ្ញុំ create program ហ្នឹងដែលខ្ញុំគិតនៅក្នុងចិត្តរបស់ខ្ញុំហើយខ្ញុំដាក់ឈ្មោះថា We Listen We Don't Judge ហ្នឹងគឺដោយសារតែពេលហ្នឹងគឺល្បីមែនតើនៅ trend លើ TikTok ដែលគេ trend We Listen We Don't Judge មិនថានៅក្នុងស្រុកខ្មែរឬក៏ international ទេអញ្ចឹងខ្ញុំក៏យកមកគិតថាបើយើងយកពាក្យមួយហ្នឹងយកពីការលេងសើចបែបសប្បាយនៅលើ social media យកវាមកបង្កើតជា program មួយដែលមានមនុស្សជាច្រើនដែលគាត់អាចចូលរួមបានតាមរយៈការ call ចូលរួមចែករំលែកនៅបទពិសោធន៍របស់គាត់ដែលគាត់បានធ្លាប់ឆ្លងកាត់ថាគាត់ពិបាកគេខ្លះហើយគាត់អត់ដឹងថាគាត់គួរតែមានដំណោះស្រាយបែបណាគាត់យើងជួយដោះស្រាយគាត់បានហើយសម្រាប់ខ្ញុំគិតមួយទៀតថានៅក្នុងកម្មវិធីហ្នឹងយើងនឹង invite នៅ special guest ដែលគាត់ជាអ្នកអាចនិយាយថា expert នៅក្នុងការឲ្យផ្ដល់នៅយោបល់ជួយលើកទឹកចិត្តនិយាយទៅគឺអ្នកដែលគាត់មានជំនាញច្បាស់លាស់នៅក្នុងការលើកទឹកចិត្តទៅកាន់អ្នកដែលគាត់កំពុងតែធ្លាក់និយាយទៅមិនមែនថាតែ women empowerment ទេបងនិយាយទៅគ្រប់វិបត្តិទាំងអស់ពួកគាត់អាច share ចែករំលែកនៅក្នុង program ហ្នឹងបានប៉ុន្តែឥឡូវហ្នឹងអត់ជាប់ទេអញ្ចឹងអត់ដឹងថាកម្មវិធីហ្នឹងគឺវាអាចបន្តទៅមុខបានឬក៏អត់ទេហើយបើសិនជាខ្ញុំអត់បានធ្វើខ្ញុំសង្ឃឹមថានឹងមានអ្នកដទៃគាត់អាចយក idea នេះទៅធ្វើជា show មួយហ្នឹងដើម្បីឲ្យអ្នកដែលគាត់មានរាល់វិបត្តិទាំងអស់ចូលរួមដើម្បីចែករំលែកក៏ដូចជាជួយពួកគាត់តាមរយៈ talk show មួយហ្នឹងបងអូនមានសារឬក៏មានពាក្យពេចន៍និយាយឆ្លើយតបទៅកាន់ fan ដែលខំប្រឹងរំពឹងអូនសម្រាប់ winner ទេឥឡូវគាត់អ្នកខ្លះក៏សង្ហាចិត្តខ្លះដេកបាត់ហើយមិនស្រួលដេកខឹងអីយ៉ាងណាយ៉ាងមិនដែរសម្រាប់សាររបស់ខ្ញុំគឺជាដំបូងហ្មងគឺខ្ញុំចង់អរគុណពួកគាត់ខ្លាំងមែនតើជាពិសេសទៅកាន់ fan របស់ខ្ញុំ Bibam ដែលគាត់ support ខ្ញុំខ្លាំងមែនតើនៅក្នុងកំឡុងពេលប្រកួតតាំងពីឆ្នាំទៅរហូតមកដល់ឥឡូវហ្នឹងហើយមានអ្នកខ្លះទៀតគឺ support ខ្ញុំតាំងពីជំនាន់ខ្ញុំប្រកួតដំបូងមកម៉ែគឺពួកគាត់ផ្ដល់នៅក្តីស្រឡាញ់ពិតប្រាកដជាអ្នកគ្រប់គ្រងមួយដែលអាចនិយាយមិនថា quality គាត់អត់ដែលចង់ឲ្យខ្ញុំផ្ដល់អ្វីទៅកាន់ពួកគាត់ទេត្រឹមតែខ្ញុំសប្បាយចិត្តគឺគាត់អស់ចិត្តហើយមិនថាខ្ញុំជឿជាប់ឬក៏ខ្ញុំធ្លាក់អីប៉ុន្តែបើសិនជាខ្ញុំសប្បាយចិត្តពួកគាត់នឹងសប្បាយចិត្តបើខ្ញុំសេតខ្ញុំយំខ្ញុំជឿថាហើយពួកគាត់ក៏យំដែរប៉ុន្តែខ្ញុំចង់ប្រាប់ពួកគាត់ថាខ្ញុំអត់មានសេតទេគឺខ្ញុំសប្បាយចិត្តខ្លាំងមែនតើនៅខ្ញុំទទួលយកនៅលទ្ធផលមួយនេះហើយសង្ឃឹមថាអ្នកទាំងអស់គ្នាគាត់អត់មានអារម្មណ៍ថាពិបាកចិត្តជំនួសខ្ញុំអញ្ចឹងកុំពិបាកចិត្តព្រោះដោយសារខ្ញុំអត់អីទេតែ fan ខ្លះលួចយំហ្នឹងអូនខ្ញុំឃើញបងហើយចង់និយាយថាបើខ្ញុំសេតតែខ្ញុំជឿថាមនុស្សយើងម្នាក់អត់មានណាគេអាចទប់បាននៅទឹកភ្នែកនៅអារម្មណ៍មួយដែលគាត់កំពុងតែពិបាកចិត្តនឹងនៅមុខមនុស្សហេព្រោះដោយសារខ្ញុំជឿថាអញ្ចឹងបើសិនជាខ្ញុំ expect ខ្លាំងពីកម្មវិធីខ្ញុំអត់ជាប់ខ្ញុំនឹងហូរទឹកភ្នែកប៉ុន្តែខ្ញុំអត់បាន expect ខ្លាំងពេកទេដូចខ្ញុំនិយាយពីដើមមិនអញ្ចឹងថាយើងការប្រកួតតែតែមានចាញ់មានឈ្នះហើយមួយទៀតខ្ញុំក៏ធ្លាប់ almost give up ដូចគ្នាប៉ុន្តែខ្ញុំនៅតែបន្តមកហើយខ្ញុំក៏ដឹងខ្លួនឯងដែរថាបើខ្ញុំធ្វើបានល្អខ្ញុំនឹងជាប់តែបើខ្ញុំធ្វើបាននៅចំណុចណាមួយដែលខ្ញុំធ្វើអត់បានល្អខ្ញុំនឹងត្រូវឲ្យតំណែងហ្នឹងទៅកាន់គេត្រូវអត់បងដែលយើងសម្ភាសតាំងពីវគ្គមុន prelim ទៀតអញ្ចឹងបើសិនជាខ្ញុំធ្វើអត់បានល្អហើយសេពីធ្វើបានល្អជាងគាត់ជាប់គឺជាសមិទ្ធផលរបស់គាត់ហើយខ្ញុំធ្លាក់គឺជាការទទួលខុសត្រូវរបស់ខ្ញុំខ្លួនឯងដូចគ្នាអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបានឃើញនៅការប្រកួតដ៏ស្វិតស្វាញនៅក្នុងរាត្រីនេះហើយអ្នកចិត្តចង់ចូលរួមប្រកួតត្រូវតែមានទឹកចិត្តមួយដែលរឹងមាំព្រោះយើងត្រូវទទួលស្គាល់ថាការប្រកួតគឺមានចាញ់និងមានឈ្នះអញ្ចឹងហើយទទួលយកនៅលទ្ធផលនិងអ្វីដែលយើងបានធ្វើសមិទ្ធផលរបស់យើងគឺជាអ្វីដែលចេញពីយើងមកអញ្ចឹង let's do your best if you want to compete come next year អរគុណច្រើនបងស្រីដែលបានផ្ដល់កិច្ចសម្ភារជូនបងប្អូនស្រី